ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងព្រេងនិទានពស់អមតៈភាគទី7ដែលជាភាគបន្តរបស់យើងសម្រាប់ភាគនេះក៏អត់សូវមានរូបដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់កន្លែងណាដែលមានរូបខ្ញុំប្រកាសជាដាក់ជូនដំណឹងប៉ុណ្្នឹងឯងបន្តសាច់រឿងរបស់យើងតែម្ដងទៅបន្ទាប់ពីទទួលរងនឹងការវាយប្រហាររបស់សិស្សប្អូនពេញមួយទំហឹងសិស្សច្បងដែលមានឈ្មោះថាទីងហៃគឺពិតជាខឹងសម្បាកែវភ្នែករបស់គេឡើងក្រហមប៉ុន្តែភ្លាមនោះគេមិនអាចបកក្រោយដើម្បីសម្លាប់សិស្សប្អូនក្បត់ម្នាក់នេះបានទេដោយសារតែគេជាប់ដៃប្រយុទ្ធជាមួយនឹងខ្លាឃ្មុំពណ៌ខ្មៅដែលនៅពីក្រោយខ្នងភាពខ្លាំងរបស់ខ្លាឃ្មុំខ្មៅនេះគឺពិតជាហួសពីការស្មានរបស់គាត់វាក៏ស្ថិតនៅក្នុងផ្កាយ3កំពូលកម្រិតទី1ដូចជាគាត់ដែរសួហីភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងទស្សនវិជ្ជាមួយនេះបងប្រុសទីងកុំបន្ទោសខ្ញុំអីអ្នកនិងខ្ញុំគឺបានជាប់គាំងក្នុងកម្រិតទី1ផ្កាយ3នេះអស់រយៈពេលជាយូរឆ្នាំមកហើយក្របថ្នាំនៃពស់មួយក្បាលនោះលេបទៅគឺមានតែមួយគ្រាប់ទេដូច្នេះហើយខ្ញុំក៏មិនអាចបែងចែកឲ្យបងបានដែរចៅវិនជូបាននិយាយពាក្យសុំទោសមុនពេលដែលគេបានចាកចេញគេឆ្លៀតប្រើអាវុធវេទមន្តវាប្រហារទៅកាន់សិស្សច្បងទីងហៃនោះផងដែរបន្ទាប់ពីគេបានធ្វើបែបនេះរួចហើយគេក៏បានយកស្នែងគោចម្លែកមួយមកផ្លុំឡើងទៅលើមេឃរំពេចនិងសត្វចចកជាច្រើនក្បាលក៏បានប្រមូលផ្ដុំគ្នានៅទីនោះខ្លុយនេះមានសមត្ថភាពតាក់ទាញក្រុមចចកនៅពេលដែលក្រុមចចកទាំងអស់នោះបានមកដល់វាបញ្ជាក់ថាសាកសពដែលនៅលើដីទាំងអម្បាលម៉ាន់ប្រកាសជាត្រូវបានសត្វចចកទាំងអស់នោះស៊ីអស់ជាក់ជាមិនខានបន្ទាប់ពីគេធ្វើបែបហ្នឹងហើយចៅវិនជូបានរើសគ្រាប់ថ្នាំរបស់គេដែលបានធ្លាក់រប៉ាត់រប៉ាយនៅក្រោមដីនោះគាត់មិនមានអារម្មណ៍ថាសោកស្ដាយចំពោះស្រាដែលបានធ្លាក់បែកនោះទេក៏ប៉ុន្តែសម្រាប់គ្រាប់ថ្នាំដែលបានធ្លាក់រប៉ាត់រប៉ាយមិនដឹងថាទៅទីណាខ្លះនោះធ្វើឲ្យចៅវិនជូមានអារម្មណ៍ថាមិនសប្បាយចិត្តបន្តិចដែរពីព្រោះវាជាគ្រាប់ថ្នាំដែលគេលេបដើម្បីធ្វើការហ្វឹកហាត់ជាប្រចាំនៅចម្ងាយ100 ហ្វីតពីចៅវិនជូរាងកាយសិស្សច្បងទីងហៃប្រឡាក់ទៅដោយឈាមខណៈពេលគេកំពុងតែប្រយុទ្ធជាមួយនឹងសត្វខ្លាឃ្មុំដ៏ធំសិស្សច្បងទីងហៃបានផ្លាស់ប្ដូរម្រាមដៃចុះឡើងមានចេតនាបង្កើតមួយវាយប្រហារទៅកាន់ចៅវិនជូពីចម្ងាយការបង្កើតដែលបានបង្កើតពេញលេញទៅឲ្យបំរុងនឹងវាយប្រហារមកកាន់ចៅវិនជូសម្លេងក្រហមក៏បានមកលឺឡើងសត្វខ្លាឃ្មុំនៅចំពោះមុខបានទះគាត់មួយដៃពេញមួយទំហឹងសម្លេងផ្ទុះបានមកលឺឡើងប៊ូមជាមួយនឹងការទះតែមួយដៃនោះក្បាលសិស្សច្បងទីងហៃបានផ្លុងចេញពីខ្លួនរមៀលធ្លាក់ទៅខាងក្រោមស្លាប់មួយរំពេចខ្លាឃ្មុំនោះក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាមួយនឹងសិស្សច្បងទីងហើយគេក៏ត្រូវទទួលរងរបួសដ៏ធ្ងន់ធ្ងរមួយផ្សេងទៀតជាមួយនឹងការបង្កើតដែលនៅក្នុងដៃរបស់សិស្សច្បងទីងធម្មពលនោះបានផ្ទុះយ៉ាងខ្លាំងធ្វើឲ្យភ្នែកម្ខាងរបស់ខ្លាឃ្មុំខ្មៅពិការមិនយូរប៉ុន្មានបន្ទាប់ពីចៅវិនជូបានចាក់ចេញពីទីនោះក៏ស្រាប់តែមានវងចចកច្រើនជាងមុនជាច្រើនដងបានមកដល់ទីនោះសូហីមិនខ្វល់ខ្វាយអំពីរឿងទាំងអស់នោះទេគាត់គ្រាន់តែចង់ឲ្យវាបញ្ចប់ឲ្យបានឆាប់រហ័សគាត់នឹងអាលប្រញាប់ផ្លាស់ប្ដូរទីតាំងដែលគាត់កំពុងតែស្នាក់នៅគាត់មិនអាចស្នាក់នៅទីនេះបានទៀតទេនៅពេលដែលមានមនុស្សស្លាប់ច្រើនពីពេញដីបែបនេះហើយកន្លែងនេះពោពេញទៅដោយគ្រឿងសង្វឹងសូហីក៏ពិតជាឆ្ងល់នៅក្នុងចិត្តតែដោយសារតែគាត់បានប្រមាថទៅដល់ព្រះភ្នំកាលពីពេលមុនទើបបានជាត្រូវបណ្ដាសារបស់ព្រះភ្នំនេះគឺជាមូលហេតុដែលគាត់ទៅដល់ទីណាគាត់តែងតែជួបជាមួយនឹងបញ្ហានៅទីនោះបើទោះបីជាបែបនេះក៏ដោយសូហីមិនមានពេលគិតអំពីរឿងនឹងទេគេបានដកដង្ហើមចូលជ្រៅព្យាយាមហ្វឹកហាត់ធម្មពលវិញ្ញាណនៅលើអាកាសម្ដងម្កាលបានស្រូបចូលទៅក្នុងខ្លួនរបស់គេបន្តិចម្ដងធម្មពលខាងវិញ្ញាណមួយចំនួននៅក្នុងស្រាជាមួយនឹងថ្នាំដែលនៅក្បែរនោះក៏បានជ្រៀតចូលទៅក្នុងរាងកាយរបស់គេដូចគ្នាធ្វើឲ្យរាងកាយរបស់សូហីដែលកំពុងតែត្រជាក់បានកើនឡើងកម្ដៅបន្តិចម្ដងភ្នែករបស់សូហីបានស្រឡាំងកាំងហើយស្ពឹងមើលទៅកាន់ស្រាដែលនៅចំពោះមុខនេះគឺជាស្រាខាងវិញ្ញាណដែលអ្នកដាំដុះបានផឹកអញ្ចឹងឬស្រានេះត្រូវបានត្រាំដោយវត្ថុវិញ្ញាណជាច្រើនដូចជាអសុតពឹសពោះនិងសាច់នៃអណ្ដាត100ឆ្នាំមានចំហាយខាងវិញ្ញាណជាច្រើនបានសាយភាយចេញពីស្រាទាំងអស់នោះស្រាប្រភេទនេះវាមានធម្មពលខាងវិញ្ញាណខ្លាំងរួចទៅហើយឥឡូវនេះបន្ទាប់ពីវាបានរលាយចូលទៅក្នុងគ្រាប់ថ្នាំដែលបានធ្លាក់ចូលមកទៀតនេះធ្វើឲ្យធម្មពលខាងវិញ្ញាណរបស់វាបានកើនឡើងយ៉ាងខ្លាំងគ្រាន់តែធំក្លិនសូហីក៏មានអារម្មណ៍ថាធម្មពលខាងវិញ្ញាណបានលោតចូលទៅក្នុងរាងកាយរបស់គេមនុស្សតែងតែនិយាយថាក្មេងមិនគួរផឹកស្រាក៏ប៉ុន្តែគេនៅពេលនេះគឺជាពស់ដែលពេញវ័យទៅហើយមិនអីទេគួរតែសាកល្បងវាបន្តិចទៅសូហីស្ទាក់ស្ទើរមួយផ្លែរួចហើយគេក៏មានកម្រងចង់សាកល្បងវាដោយគាត់បានលិតមួយដំណក់ដោយប្រើប្រាស់អណ្ដាតជាមុនសិនភ្លាមនោះជាតិហឹលបានរលាយចូលទៅក្នុងខ្លួនប្រាណរបស់គាត់តាមរយៈចុងនៃអណ្ដាតដោយមិនត្រឹមតែធ្វើឲ្យគាត់មានអារម្មណ៍ថាស្រស់ស្រាយប៉ុណ្ណោះទេវាថែមទាំងបង្កើននូវសីតុណ្ហភាពនៅក្នុងខ្លួនរបស់គាត់ទៀតផងសូហីរងចាំមួយផ្លែក៏មិនមានអ្វីខុសប្រក្រតីដែរហើយអារម្មណ៍ហឹលនៅក្នុងចុងអណ្ដាតរបស់គាត់បន្តិចម្ដងក៏បានរសាត់បាត់ទៅរសជាតិនេះហាក់ដូចជាប្លែកគាត់បានព្យាយាមលិតពី3ដំណក់ទៀតអារម្មណ៍ក្តៅម្ដងទៀតក៏បានលេចឡើងនៅលើអណ្ដាតវាបានហក់ចូលទៅក្នុងខួរក្បាលនិងរាងកាយរបស់គាត់ភាពត្រជាក់បានធ្លាក់ចុះកម្ដៅបានកើនឡើងនៅក្នុងខ្លួនភ្នែករបស់សូហីបានភ្លឺឡើងភ្លាមគាត់បានងក់ក្បាលរួចហើយមានអារម្មណ៍ថាទ្រាំមិនបានសូហីលេងស្ទាក់ស្ទើរបន្តទៀតគេក៏ចាប់ផ្ដើមបឺតជញ្ជក់ស្រាវិញ្ញាណដែលបានហូរចូលមកខាងក្នុងល្អាងដោយមិនបន្សល់ទុកមួយដំណក់ណាឡើយសូម្បីតែស្រាវិញ្ញាណដែលបានហូរចូលទៅក្នុងដីសូហីបានស៊ីទាំងដីនោះដោយផ្ទាល់ទៀតផងនៅពេលនេះរលកនៃធម្មពលដ៏ក្តៅនិងហឹង្សាបានហក់ចូលទៅក្នុងដានធានរបស់គេជាមួយនឹងសាច់ដុំសូហីមានអារម្មណ៍ថាកាពះរបស់ខ្លួនកំពុងតែឆាបឆេះនឹងក្តៅក្រហាយកម្ដៅដ៏ក្តៅនេះបានរោរាយពីពោះទៅពេញរាងកាយរបស់គេមួយ
រយៈក្រោយមកមិនយូរប៉ុន្មានគាត់ហាក់ដូចជាមានអារម្មណ៍ថាសមជាមួយនឹងកម្ដៅពេញទាំងខ្លួនប្រាណនេះអាយ៉ាស្រានេះស៊ូហៃរំភើបចិត្តយ៉ាងខ្លាំងហើយគាត់ប្រញាប់ប្រញាល់ដើម្បីសម្រិតសម្រាំងស៊ីដីនៅជុំវិញបរិវេណនោះដែលមានក្លិនស្រាពេលវេលាបានកន្លងផុតទៅបន្តិចម្ដងស៊ូហៃស្រាប់តែមានអារម្មណ៍ថាមនសិការរបស់គាត់ហាក់ដូចជាមិនមាននៅក្នុងខ្លួនហើយរាងកាយរបស់គាត់ហាក់ដូចជាខុសប្រក្រតីមានអារម្មណ៍ថាគាត់ដូចជាបានហោះឡើងទៅលើមេឃតើខ្ញុំកំពុងតែមានបញ្ហាអ្វីស៊ូហៃងើបក្បាលមើលរុនដែលគេបានចោះចូលមកខាងក្នុងដីក៏ប៉ុន្តែគេបែរជាបានរកឃើញថារុននោះបានប្រែក្លាយទៅជា5ជា8ហ៎តើមានរឿងអ្វីកើតឡើងទៅហេតុអ្វីបានជារុនដែលខ្ញុំចោះនេះប្រែក្លាយទៅជា8អញ្ចឹងស៊ូហៃមើលទៅគួរឲ្យសង្ស័យរាងកាយរបស់គាត់កាន់តែក្តៅឡើងហើយធម្មពលក៏បានបន្តហូរគាត់ហាក់ដូចជាមានធម្មពលដែលមិនចេះចប់មិនចេះហើយនៅក្នុងខ្លួនគាត់ថែមទាំងមានអារម្មណ៍ចង់បញ្ចេញវាមកខាងក្រៅបើមិនអញ្ចឹងនោះទេគាត់ប្រកាសជាត្រូវផ្ទុះរាងកាយដោយសារតែការកើនឡើងនៃធម្មពលដ៏ច្រើនលើសលប់នេះរំពេចនោះអារម្មណ៍ហឹង្សាក៏បានហក់ចូលទៅក្នុងខួរក្បាលរបស់គាត់អ្នកណាទៅដែលបានធ្វើឲ្យរុនរបស់ខ្ញុំប្រែក្លាយទៅជា8តើអ្នកកំពុងតែលេងសើចជាមួយនឹងខ្ញុំមែនទេឆាប់បដូរវាមកវិញមកស៊ូហៃបានស្រែកឡើងយ៉ាងខឹងសម្បាគេបានប្រើកន្ទុយទះទៅកាន់ដីដែលនៅក្បែរខ្លួនរួចប្រញាប់ប្រញាល់ចេញពីរូងដែលគេបានចោះជាមួយនឹងការផ្ទុះឡើងនៃធម្មពលដ៏ខ្លាំងក្លារូងទាំងមូលបានដួលបាក់រលំដោយសារតែកម្លាំងដ៏ខ្លាំងរបស់ស៊ូហៃកំទេចថ្មបានហោះរប៉ាត់រប៉ាយទៅគ្រប់ទិសទីដូចជាគ្រាប់បែកដែលបានផ្ទុះនៅក្រោមដីអញ្ចឹងវងឆ្កែចចកដែលនៅខាងក្រៅបានភ្ញាក់ព្រើនហើយពួកវាបានក្រឡេកទៅមើលឲ្យមានភាពភ្ញាក់ផ្អើលជាមួយនឹងស្រមោលខ្មៅដ៏ស្រទន់ដែលទើបតែងើបចេញពីដីនៅពេលដែលពួកវាបានឃើញថានោះគ្រាន់តែជាសត្វពស់មួយក្បាលសត្វចចកទាំងអស់នោះប្រងើយកន្តើយហើយពួកវាក៏ចាប់ផ្ដើមស៊ីសាកសពដែលនៅលើដីជាបន្តខ្យល់ត្រជាក់បានបោកបក់មកវាគឺអស់រយៈពេលជិត2ខែទៅហើយដែលស៊ូហៃមិនបានចេញមកខាងក្រៅទិដ្ឋភាពនៅចំពោះមុខបានធ្វើឲ្យគេមានការភ្ញាក់ផ្អើលផងដែរនៅលើដីពោពេញទៅដោយព្រិលពណ៌សចំណែកសត្វខ្លាឃ្មុំនៅធំនៅក្បែរនោះភ្នែកម្ខាងរបស់វាបានខ្វាក់រោមជាច្រើននៅលើដងខ្លួនរបស់វាបានឆេះមើលទៅរបួសដែលវាមាននៅពេលបច្ចុប្បន្ននេះគឺមិនស្រាលនោះទេសត្វចចកជាច្រើនក្បាលដែលនៅទីនោះបានឡោមព័ទ្ធនិងមានចេតនាចង់សម្លាប់ខ្លាឃ្មុំមួយក្បាលនោះដើម្បីធ្វើជាចំណីទៀតផងដោយសារតែឃើញខ្លាឃ្មុំនោះរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែម្ដងម្កាលនៅពេលដែលសត្វចចកទាំងនោះបានសម្រុកចូលខ្លាឃ្មុំក៏បានប្រើដៃវាដើម្បីទះសត្វចចកទាំងអស់នោះបានស្លាប់ភ្លាមបន្ទាប់ពីត្រូវកណ្ដាប់ដៃរបស់ខ្លាឃ្មុំបានវាប្រហារផងស្រែកក្រហឹមដើម្បីគំរាមសត្វចចកទាំងអស់នោះដើម្បីពួកវាដកថយផងស៊ូហៃបានក្រឡេកមើលទៅកាន់ជុំវិញដែលពោពេញទៅដោយពណ៌សគេមានអារម្មណ៍ថាវិលមុខជាខ្លាំងនៅពេលដែលគេបានមើលទៅខាងមុខវាហាក់ដូចជាមិនមែនជាខាងមុខនៅពេលដែលគេក្រឡេកមើលទៅកាន់លើមេឃវាហាក់ដូចជាមិនមែនលើមេឃទេចំណែកដីនៅខាងក្រោមជើងរបស់គេចេះតែញ័រនិងរង្គើកជាបន្តបន្ទាប់នៅលើរាងកាយរបស់ស៊ូហៃមានធម្មពលក្តៅបានសាយភាយចេញព្រិលទឹកកកដែលនៅជាប់នឹងពោះរបស់គេបានរលាយប្រែក្លាយទៅជាទឹកនៅពេលនេះអារម្មណ៍របស់ស៊ូហៃមានមិនច្រើនទេអារម្មណ៍វិលមុខធីងថងនិងអារម្មណ៍ស្រេកឃ្លានជាមួយនឹងកំហឹងនៅក្នុងខ្លួនអាយ៉យហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាវិលមុខអ្វីម្លេះម្យ៉ាងវិញទៀតខ្ញុំមានអារម្មណ៍ថាឃ្លានខុសប្រក្រតីហ៎ហេតុអ្វីបានជានៅទីនេះមានទន្សាយច្រើនម្លេះស៊ូហៃបានសម្លឹងមើលសត្វចចកដែលកំពុងតែស៊ីសាកសពរបស់មនុស្សដោយការសង្ស័យនៅចំពោះមុខរបស់គាត់ចចកទាំងអស់នោះបានប្រែក្លាយទៅជាសត្វទន្សាយរាប់មិនអស់ទិដ្ឋភាពមួយនេះបានធ្វើឲ្យគេហាក់ដូចជាមានអារម្មណ៍ថាមិនជឿទេម្ដេចក៏នៅទីនេះបែរជាមានសត្វទន្សាយច្រើនដល់ម្លឹងគេព្យាយាមក្រវីក្បាលពីបេះដូងហើយពិនិត្យមើលដោយយកចិត្តទុកដាក់ក៏ប៉ុន្តែសត្វទន្សាយដែលនៅចំពោះមុខគេមានអារម្មណ៍ថាច្រើនទៅដែលវាមិនបានបាត់ទៅណាឡើយលើសពីនោះទៅទៀតសត្វទន្សាយទាំងអស់នឹងបានញញថ្មិញស្រែកដាក់គាត់ទេផងហ៎ពួកឯងគ្រាន់តែជាសត្វទន្សាយប៉ុណ្ណោះបែរជាមានភាពក្រអឺតក្រទមនៅចំពោះមុខខ្ញុំផងតើពួកឯងកំពុងតែគិតថាខ្លួនឯងគឺជាចចកមែនទេកំហឹងរបស់ស៊ូហៃបានកើនឡើងភ្លាមដោយគាត់មិនបាននិយាយអ្វីសោះក៏បានស្ទុះទៅខំសត្វចចកទាំងអស់នោះដោយថ្មិញរបស់គាត់ហើយបានលេបវាចូលទៅក្នុងពោះម្ដងមួយដោយមិនសំចៃដៃចង្ក្រាននេះបុរាណថៃស៊ូហាក់ដូចជាពេញចិត្តជាមួយនឹងការធ្វើការរបស់ស៊ូហៃនៅពេលលើកនេះចចកដែលត្រូវបានលេបត្រូវបានរំលាយនៅក្នុងល្បឿនដ៏គួរឲ្យរន្ធត់នេះគឺជាល្បឿនដ៏លឿននៃការរំលាយអាហារដែលមិនធ្លាប់មានកាលពីពេលមុនមករាងកាយដ៏ធំដែលទើបតែបានលេបចូលទៅក្នុងពោះវាបានរលាយយ៉ាងឆាប់រហ័សចំណាយពេលត្រឹមតែ2-3ដង្ហើមប៉ុណ្ណោះពោះដ៏ប៉ោងរបស់ស៊ូហៃអំបញ្ញមិញបានប្រែមកប្រក់ក្តីបន្ទាប់ពីគេបានផ្លុំផ្សែងខ្មៅចេញពីមាត់តែមួយម៉ាត់ម្ដេចក៏ខ្ញុំមានអារម្មណ៍ថាឃ្លានអ្វីម្លេះការលេបចូលជាបន្តបន្ទាប់មិនអាចធ្វើឲ្យស៊ូហៃឆ្អែតនៅក្នុងពេលតែមួយបានទេគេបានបើកមាត់បង្ហូរឈាមព្យាយាមខំករបស់ចចកខំជើងផ្ដាច់និងលេបចូលទៅក្នុងពោះម្ដងហើយម្ដងទៀតបំពង់ករបស់គេបានកន្ត្រាក់ចចកជាច្រើនក្បាលបានលេបចូលទៅក្នុងពោះរួចទៅហើយនៅពេលដែលគេបានលេបចចកមួយក្បាលគេបានព្រុសចេញនូវផ្សែងខ្មៅម្ដងខំលេបចចកមួយក្បាលស៊ូហៃចំណាយពេលលេបត្រឹមតែ2-3ដង្ហើមប៉ុណ្ណោះនិងចំណាយពេលរំលាយត្រឹម
តែពី3ដង្ហើមដូចគ្នាចចកទាំងអស់បានស្ថិតនៅក្នុងភាពភ័យស្លន់ស្លោទាំងស្រុងហើយពួកវាព្យាយាមរត់គេចទាំងអស់សង្ឃឹមក៏ប៉ុន្តែការរត់គេចរបស់ពួកវាមិនមានចចកមួយក្បាលណាដែលអាចរត់គេចបាននោះទេស៊ូហីមិនអាចខកខានឱកាសល្អបែបនេះឡើយគាត់បានស្ទុះឡើងលឿនដូចជាភ្លេចបន្ទោប្រៀបដូចជាខ្មោចដ៏អត់ឃ្លានដែលបានចាប់បដិសន្ធិឡើងវិញដើម្បីស៊ីម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតវានៅតែមិនទាន់គ្រប់គ្រាន់នៅក្នុងភ្នែកស៊ូហីចចកទាំងអស់នោះនៅតែជាទន្សាយដដែលគេថែមទាំងមានអារម្មណ៍ថាសត្វទន្សាយទាំងអស់នេះងាយស្រួលលេបដូចជាកូនមាន់ទន្សាយតូចកម្រិតទន្សាយតូចបន្ទាប់ពីបានលេបសត្វចចកទាំងអស់នោះជាបន្តបន្ទាប់ភ្នែករបស់ស៊ូហីកាន់តែមានក្តីរំភើបនៅពេលដែលត្រូវបានកំណត់គោលដៅដោយស៊ូហីហើយមិនមានចចកមួយក្បាលណាអាចគេចរួចខ្លួនបានទេនៅពេលនេះល្បឿនរបស់គេនៅពេលដែលបានស្ទុះចេញវាប្រៀបដូចជាភ្លេចបន្ទោលអញ្ចឹងក្នុងមួយពព្រិចភ្នែកសត្វចចកភាគច្រើនត្រូវបានលេបដោយបន្សល់ទុកត្រឹមតែ2-3ក្បាលប៉ុណ្ណោះនៅលើដីស៊ូហីនៅពេលនេះមានអារម្មណ៍ដូចជាឈឺពោះបន្តិចការរំលាយអាហាររបស់គេក៏ហាក់ដូចជាយឺតជាងមុនបន្តិចដែរយ៉ាងណាក៏ដោយអំបញ្ញមិញនេះគាត់បានលេបយកសត្វចចកជាច្រើនក្បាលរួចមកហើយក៏ប៉ុន្តែស៊ូហីមានអារម្មណ៍ថាដូចជាបាត់អ្វីមួយយ៉ាងនៅពេលដែលស៊ូហីបានងាកទៅមើលខាងសំឡេងក្រហមក៏បានលឺឡើងពីខាងមកបិសាចខ្លាឃ្មុំបានកំពុងតែសម្លឹងមើលស៊ូហីជាមួយនឹងពន្លឺដ៏កាចសាហាវនៅក្នុងកែវភ្នែកធ្មេញរបស់គេបានខំបញ្ចូលគ្នាបង្កើតបានទៅជាសំឡេងព្រមាននៅក្នុងបំពង់ករបស់គេបាញ់សម្ដៅទៅកាន់ស៊ូហីនៅពេលនេះហាក់ដូចជាមិនខ្លាចខ្លាឃ្មុំមួយក្បាលនោះទាល់តែសោះជាមួយនឹងទំហំដ៏ធំរបស់ខ្លាឃ្មុំស៊ូហីបានលើកក្បាលរបស់គេដើម្បីសម្លឹងមើលឲ្យកាន់តែច្បាស់ថាអ្វីដែលនៅចំពោះមុខភ្នែករបស់គេបានរីកធំស៊ូហីបានដកដង្ហើមពី3ដងនៃភាពតក់ស្លុតអូព្រះអើយជ្រុកមួយក្បាលនេះហេតុអ្វីបានជាធំម្ល៉េះនៅក្នុងពេលនេះស៊ូហីបានចាត់ទុកខ្លាឃ្មុំមួយក្បាលនោះទៅជាជ្រូកធាត់មួយក្បាលទៅវិញមើលទៅវាហាក់ដូចជាជ្រូកដែលធាត់បំផុតនៅក្នុងជីវិតដែលខ្ញុំមិនធ្លាប់បានឃើញកាលពីពេលមុននោះទេវាគួរតែមានកម្ពស់4ម៉ែត្រតែខ្ញុំគួរតែអាចលេបវាបានដោយរបៀបណាទៅណាហើយចោះមិនអីទេលេបសិនទៅប្រកាសជាដឹងបន្ទាប់ពីគិតបែបនោះហើយស៊ូហីបានសម្រុកចូលទៅរកខ្លាឃ្មុំមួយក្បាលនោះដោយគ្មានខ្លាចញញើតសូម្បីតែបន្តិចខ្លាឃ្មុំព្យាយាមក្រហមជាច្រើនដងដាក់កំហិតបញ្ចេញកំហឹងទៅកាន់ស៊ូហីអ្វីត្បិតថាវាបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយពីការភ្នែកម្ខាងក៏ដោយក៏វាមិនអាចអនុញ្ញាតឲ្យសត្វមួយក្បាលណាបំពេញមកលើទឹកដីដែលវាកំពុងតែកាន់កាប់បានដោយងាយស្រួលបែបនេះនោះទេខ្លាឃ្មុំខ្មៅបានលើកបាត់ដៃរបស់វាទះចេញសម្ដៅទៅកាន់ស៊ូហីមានខ្យល់បោកបក់យ៉ាងសន្ធោសន្ធៅព្រមទាំងសម្លេងផ្គរលាន់និងរន្ទះភ្លេចបន្ទោបានសម្ដៅទៅកាន់ក្បាលស៊ូហីប៉ុន្តែនៅក្នុងភ្នែកស៊ូហីគាត់នៅតែបានឃើញថាខ្លាឃ្មុំមួយក្បាលនោះនៅតែជាជ្រូកធាត់មួយក្បាលដដែលឈួតមែនតើថ្ងៃនេះមានរឿងអ្វីកើតឡើងទៅអំមិញសត្វទន្សាយវាប្រហារមកកាន់ខ្ញុំឥឡូវសម្បីតែជ្រូកធាត់មួយក្បាលនេះក៏បើកការវាប្រហារមកកាន់ខ្ញុំដែរស៊ូហីមានអារម្មណ៍ថាខឹងសម្បានៅក្នុងចិត្តអ្វីត្បិតតែគេមានអារម្មណ៍ថាវិលមកបន្តិចក៏ដោយក៏ប៉ុន្តែល្បឿនរបស់ស៊ូហីហាក់ដូចជាមិនយឺតទាល់តែសោះល្បឿនរបស់គេវាថែមទាំងចម្លែកនិងមិនអាចទីដឹងទុកមុនបានទៀតផងនៅកណ្ដាលអាកាសរាងកាយរបស់ស៊ូហីបានពុតពេនហើយបាញ់រាងកាយខ្លួនឯងទៅខាងមុខប្រៀបដូចជាស្គរកៅស៊ូគេចចេញពីការវាយប្រហាររួចប្រើរាងកាយរបស់គេដោយផ្ទាល់រុំទៅលើក្រញាំដៃរបស់សត្វខ្លាឃ្មុំបើទោះបីជាបែបនេះក៏ដោយដៃម្ខាងទៀតរបស់ខ្លាឃ្មុំខ្មៅបានចាប់ក្បាលស៊ូហីជាប់ទៅហើយដៃខ្លាឃ្មុំក៏ពិតជាធំណាស់រាងកាយស៊ូហីទាំងមូលមិនអាចប្រៀបធៀបជាមួយនឹងដៃរបស់ខ្លាឃ្មុំខ្មៅម្ខាងបានផងគេបានព្យាយាមច្របាច់ទៅកាន់ក្បាលរបស់ស៊ូហីក៏ប៉ុន្តែស៊ូហីមានអារម្មណ៍ថាស្ពឹកពេញខ្លួនប្រាណនិងមិនមានការឈឺចាប់ដោយការច្របាច់នោះសូម្បីតែបន្តិចកន្ទុយរបស់គេបានវត្តចេញទៅប្រៀបដូចជាខ្សែតីវាក៏បានវាប្រហារសម្ដៅទៅកាន់កែវភ្នែកទាំងគូរបស់សត្វខ្លាឃ្មុំបានស្រែកឡើងភ្លាមប្រៀបដូចជាជ្រូកកំពុងតែត្រូវបានគេចាប់ចាក់កកជាមួយនឹងការឈឺចាប់វាក៏បានបោកស៊ូហីផ្ទប់ពេញមួយទំហឹងទៅកាន់ដីការបោកផ្ទប់ជាមួយនឹងដីពេញមួយទំហឹងនេះភ្នែករបស់ស៊ូហីសឹងតែលៀនចេញមកខាងក្រៅគ្រាន់តែថាដូចជាអ្វីដែលបាននិយាយអញ្ចឹងស៊ូហីមិនមានការឈឺចាប់សូម្បីតែបន្តិចជំនួសមកវិញគេកាន់តែខឹងលើដើមមើលទៅថ្ងៃនេះបើខ្ញុំមិនបង្រៀនមេរៀនខ្លះដល់ជ្រូកធាត់មួយក្បាលនេះទេថ្ងៃក្រោយវាប្រកាសជាមើលងាយដល់ស្ដេចពស់ចំណាស់ដូចជាខ្ញុំនេះខ្លាំងចាក់ជាមិនខានក៏ប៉ុន្តែសម្រាប់ភាគនេះហាក់ដូចជាវែងពេកហើយអេដមីននឹងបញ្ចប់ត្រឹមនឹងសិនចោះព្រោះអីស្អកកខ្លាំងមែនទែនអញ្ចឹងយើងនឹងចាំបន្តសាច់រឿងភាគថ្មីនៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលសម្រាប់បងប្អូនដែលចង់ទស្សនាមួយថ្ងៃច្រើនភាគអាចចូលទៅក្នុងក្រុម VIP របស់យើងខ្ញុំនឹងចាំអ្នកទាំងអស់គ្នានៅទីនោះសម្រាប់ពេលនេះខ្ញុំបាទតារាសូមលាបាយបាយ